សួស្តីបងប្អូនអ្នកគ្នាថ្ងៃនេះខ្ញុំមកចំណោទទី2តំបន់ទី42ឥឡូវយើងអានអ្នកគ្នាអាងហេតុតាក់មួយផ្គុំដោយកន្លះថាស2និងចតុកោណកែងមួយដោយរោចូលកេលនីតែក្រឡាបាត់អាងទឹកនេះគេឲ្យផៃស្មើ22លើ7ឥឡូវនេះយើងមកនេះមកសេចឹងទៅតាឥឡូវយើងសេថាកេលនីតែក្រឡាចតុកោណកែងហើយយើងដាក់មកថាកេណនីផ្ទៃក្រឡាចតុកោណកែងពីព្រោះអីគេនេះយើងមើលតាមរូបភាពហ្នឹងទៅវាមានរូបរាង2អញ្ចឹងណាឥឡូវយើងហៅមួយសិនតមកយើងយក50គុណនឹង42មកចាមកយើងដាក់មក50គុណនឹង42ពី0ដល់0ពី5ដល់10 4 0ដល់0 4 5ដល់20ចា0 0 1 2យើងដាក់មក2100ម៉ែត្រការ៉េហេតមកយើងរកប្រវែងកម្មដាក់មករកប្រវែងកម្មចាតមកយើងយក42ញ៉ាអា42ហ្នឹងតមកយកមកចែកនឹង2ខេឥឡូវយើងចែកមក42ចែកនឹង2កាត់បានមកខ្ទង់ដាក់បាន2ដង2ដង4ដល់មក0 2ដាក់បានម្ដង2ម្ដង2ដល់មក0ចាអញ្ចឹងគឺឃើញ21ម៉ែត្រចាតមកយើងដាក់ថាកេណនីផ្ទៃក្រឡារង្វង់ចាយើងដាក់មកយើងយក21គុណនឹង21គុណនឹង3.14ចាយើងដាក់មក21គុណនឹង21 1ម្ដង1 1ពីរដង2 2ម្ដង2 2ដង4បូកស្មើ144ចាយើងយកមកគុណនឹង3.144 16សេល6ត្រូវទុក1 4ម្ដង16 17 1 4 4 3ម្ដង3 4ម្ដង3 12សេល2ត្រូវទុក1 4 3ដង12 13បូក4 6 8 9 10 11 12 13 14យើងសេមក14សេល4ត្រូវទុក1ខេ8 3 1ចឹងហើយយើងថែមចុចផងបងប្អូនអរគ្នាអូខេហើយយើងដាក់មក1384.74ម៉ែត្រការ៉េអូខេតមកយើងត្រូវដាក់ថាកេណនីផ្ទៃក្រឡាទាំង2យើងដាក់មកអូខេតមកយើងយក1384.74ម៉ែត្រការ៉េបូកនឹង2100ម៉ែត្រការ៉េចាឥឡូវយើងបូកមកបូក7.យើងឃើញ3484.74ម៉ែត្រការ៉េអូខេបន្ទាប់មកចាំយើងដាក់ឆ្លើយថាបងប្អូនអរគ្នាយើងដាក់មកឆ្លើយថាផ្ទៃក្រឡាទាំង2ផ្ទៃក្រឡាទាំង2មាន3484.74ម៉ែត្រការ៉េចាយើងដាក់មកអូខេចំណុចយើងមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយបាយបាយ